ជម្រាបសួរទៅកាន់អតិថិជន Ford ទាំងអស់គ្នាសម្រាប់ថ្ងៃដែរខ្ញុំមកឆ្លើយតប comment បងក៏សូមរបៀបប្រើប្រាស់លេខដៃអញ្ចឹងអ្នកទាំងអស់គ្នាដឹងថាសម្រាប់ model Ford យើងមានលេខដៃទៅលើ model Ford Ranger Ford Everest ឬក៏ Ford Raptor តែអ្នកទាំងអស់គ្នាទិញទៅអ្នកទាំងអស់គ្នាច្បាស់ជាមានចម្ងល់ថាចំលេខដៃនឹងប្រើបែបម៉េចហើយក្នុងថ្ងៃនេះដែរខ្ញុំមកបកស្រាយសំណួរហ្នឹងហ៎បងអញ្ចឹងសម្រាប់លេខ M ហ្នឹងពាក្យបច្ចេកទេហៅថា manual mode គឺមុខងារនេះគឺបង្កើតឡើងជំនួយក្នុងការបើកបរក្នុងស្ថានភាពផ្លូវពិបាកឬក៏ផ្លូវល្បឿនលឿនជាដើមបងដែលមានកម្លាំងខ្លាំងសម្រាប់មុខងារហ្នឹងគឺមានសារៈសំខាន់គឺជួយទប់ល្បឿនពេលយើងចុះចំណោតជួយកាត់បន្ថយការចន់ហ្វ្រាំងកុំឲ្យដុំហ្វ្រាំងរបស់យើងក្តៅពេលចុះពីលើភ្នំឬក៏ចុះចំណោតជាដើមហើយវាបង្កើនកម្លាំងការអូសទាញដកទំនិញធ្ងន់ឬក៏អូសលំមកគឺវារក្សាលេខទាបហើយមានកម្លាំងខ្លាំងហើយនៅពេលដែលបងវ៉ាជេងមួយគឺមានថាកម្លាំងវាគឺស្ទុះបានល្អទៅពេលដែលយើងបើកបរនៅលើស្ថានភាពផ្លូវ off road គឺវាជួយឲ្យរថយន្តរបស់យើងមានលំនឹងនិងកម្លាំងខ្លាំងពេលឡើងទួលឬក៏ផ្លូវផុងឬក៏ផ្លូវខ្សាច់ពីរបៀបប្រើប្រាស់បងគ្រាន់តែបច្ចេកឡានមួយមកហើយបន្ទាប់មកបងក៏លេខមើលនៅដៃលេខយើងមាន P R N D M ហើយបងគ្រាន់តែជន់ប្រាំងហើយទាញឲ្យដល់ខយបងដោយសារធម្មតាយើងពេលយើងចុចហើយវាយើងចុចបូកទៅវាមាន10វគ្គអញ្ចឹងយើងទាញមកខយមួយកន្លែងទៀតគឺជាលេខ M ហើយនៅពេលដែលបងជន់ហ្គាឲ្យខ្លាំងតិចអញ្ចឹងបងគ្រាន់តែចុចសញ្ញាបូកនៅលើដៃលេខរបស់វាមានបូកមានដកបងចុចសញ្ញាបូកមួយមកវាចូលលេខ2ហើយតមកបងគ្រាន់តែជន់ហ្គាឲ្យឡើងតិចទៅបងគ្រាន់តែចុចបូកមួយទៀតវាចូលលេខ3នៅពេលដែលបងជិះក្នុងល្បឿនណាលឿនបងគ្រាន់តែដកជើងចេញពីប្រាំងហើយលេខហ្នឹងគឺធ្លាក់មកខំអូតូបងហើយសម្រាប់របៀបដោះបងគ្រាន់តែអែបជាងហើយបងគ្រាន់តែរុញដៃលេខចូល D បើលេខចូលលេខ D ហើយបើវានៅមួយដល់លេខ10បងគ្រាន់តែឈប់ហើយរុញទៅពេហើយបន្ទាប់មកបងវាទៀមទាយើងពលួតពេលខ្លះវាទៀមទាយើងពលួតហើយយើងបញ្ឆើមវិញមកយើងទាញចូល D យើងចង់ប្រើធម្មតាទាញចូល D មកគឺវាបាត់លេខ1ដល់លេខ10ហើយបងហើយសម្រាប់វីដេអូគឺមានប៉ុណ្ណឹងសូមអរគុណដល់អតិថិជន Ford ទាំងអស់គ្នា